ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបធ្វើនំគមឈ្នួលដូងជាដំបូងបងប្អូនខ្ញុំមានស្លឹកចេកចំនួន2កញ្ចប់ស្លឹកចេកកកបងប្អូនខ្ញុំទិញពីផ្សារមកបើសិនជាបងប្អូនមានស្លឹកចេកស្រស់ហើយបងប្អូនយកទៅហាលសពបហើយបងប្អូនកាត់ទំហំធំជាងបាតដៃបន្តិចមកហើយរៀបវាឲ្យស្អាតជូតស្អាតអញ្ចឹងដូចខ្ញុំអញ្ចឹងមកបងប្អូនហើយពេលបងប្អូនរៀបវាស្មើទាំងចុងស្មើទាំងកុលអញ្ចឹងហើយបងប្អូនត្រូវបត់វាជា2បងប្អូនត្រូវយកកន្ត្រៃហ្នឹងកាត់ចុងលឹកចេកហ្នឹងហើយនឹងក្បាលលឹកចេកហ្នឹងឲ្យរាងមូលបងប្អូនកាត់ចេះទៅបងប្អូនងាយស្រួលខ្ចប់ហើយពេលបងប្អូនស្ងោរទៅធ្វើឲ្យនំហ្នឹងអត់ធ្លាយឬក៏ពិបាកខ្ចប់ទេបងប្អូនហ្នឹងហើយបងប្អូនកាត់រៀងរើប្រហែលទំហំប៉ុនរបស់ខ្ញុំចេះមកហ្នឹងហើយជាដំបូងបងប្អូនខ្ញុំមានម្សៅចំនួន3កញ្ចប់ម្សៅស្រាប់បងប្អូនហើយម្សៅស្រាប់ហ្នឹងគឺខ្ញុំវាយដាក់នៅក្នុងប្រដាប់វាយម្សៅបងប្អូនអាចលាយដៃវាយនឹងដៃក៏បានដែរតែរៀងយូរបន្តិចតែសម្រាប់ខ្ញុំដាក់ក្នុងម៉ាស៊ីនចេះខ្ញុំវាយតែ1នាទី2នាទីរួចរាល់ហើយម្សៅខ្ញុំមាន3កញ្ចប់នេះខ្ញុំដាក់តែ2កញ្ចប់កន្លះដំបូងខ្ញុំដាក់2កញ្ចប់កន្លះសិនបងប្អូនហើយទុកកន្លះកញ្ចប់ដាក់ចុងក្រោយហើយបងប្អូនកុំភ្លេចដាក់អំបិលបន្តិចបងប្អូនចុងលព្រាបាយហើយស្ករចំនួន500ស្មើនឹងកន្លះគីឡូបងប្អូនខ្ទិះដូងខ្ញុំដាក់1កំប៉ុងស្មើម្សៅនឹង3កញ្ចប់បងប្អូនអាចដាក់ខ្ទិះដូងតែ1កញ្ចប់1កំប៉ុងហ្នឹងបានណាបងប្អូនដាក់ចូលគ្នាហើយបងប្អូនអាចយកដាក់ក្នុងប្រដាប់វាយម្សៅហ្នឹងវាយប្រហែលជា1នាទីទៅ2នាទីទៅបានណាបងប្អូនយើងវាយរៀងរើអញ្ចឹងហើយបងប្អូនកន្លែងនេះខ្ញុំចង់ប្រាប់បងប្អូនបន្តិចបងប្អូនអាចដាំទឹកក្តៅឲ្យពុះហើយបងប្អូនអាចចាក់ទៅនៅក្នុងម៉ាស៊ីនហ្នឹងបងប្អូនលាយម្សៅធ្វើឲ្យសាច់នំហ្នឹងបងប្អូនទន់បើបងប្អូនចង់បានសាច់នំឆ្ងាញ់ទន់ល្អបងប្អូនធ្វើដូចខ្ញុំចេះបងប្អូនហ្នឹងហើយបងប្អូនលាយម្ដងក៏បានដែរប៉ុន្តែបងប្អូនលាយដូចខ្ញុំចេះហើយនៅសល់ម្សៅកន្លះកញ្ចប់ចេះបងប្អូនដាក់ទឹកក្តៅហើយវាយប្រហែល1នាទីបងប្អូនចាក់ម្សៅសល់ហ្នឹងចាក់ចូលគ្នាហើយបងប្អូនលាយម្ដងវាយម្ដងទៀតហ្នឹងហើយវាយតែត្រឹមតែពេលវេលាតែ1នាទីទៅ2នាទីទៅបងប្អូនតែប៉ុណ្្នឹងទៅរួចរាល់ហើយហ្នឹងហើយព្រោះបងប្អូនធ្វើអញ្ចេះសាច់នំដឹងថាទន់ល្អហ្មងហ្នឹងហើយបងប្អូនវាយប៉ុណ្្នឹងមករួចរាល់ហើយពេលបងប្អូនវាយឃើញសាច់ម្សៅហ្នឹងពេលបងប្អូនលាយហើយគឺសាច់ម្សៅចេញមកអញ្ចឹងទន់ប៉ុណ្្នឹងហ្នឹងហើយបងប្អូនអាចយកទៅខ្ចប់ទៅតែនេះថាសាច់ហ្នឹងគឺទន់ល្អបងប្អូនអាចទុក2ថ្ងៃក៏នៅតែសាច់នំនឹងទន់ដែរបើបងប្អូនលាយយកហ្មងសាច់រៀងរឹងបន្តិចហ្នឹងហើយបងប្អូនខ្ចប់ហើយបងប្អូនកន្លែងនេះគឺខ្ញុំកន្លែងធ្វើនំបងប្អូនខ្ញុំដាក់ម្សៅកន្លែងនេះគឺកន្លែងខ្ញុំធ្វើនំហើយបងប្អូនត្រូវយកម្សៅហ្នឹងលុញវាជាដុំទូចៗឲ្យមូលហើយលុញឲ្យអស់ទៅហ្នឹងហើយបងប្អូនលុញចឹងរៀងមូលឲ្យអស់ចឹងហើយបងប្អូនត្រូវយកកសែងណារៀងសើមគ្របវាដើម្បីកុំឲ្យសាច់នំហ្នឹងស្ងួតហើយឬក៏ក្រៀមចឹងបងប្អូនហើយបងប្អូនដាក់គ្របអញ្ចឹងមកហើយឈ្នួលនេះខ្ញុំធ្វើទុករួចរាល់ហើយបងប្អូនខ្ញុំធ្វើទុកម្លែកសម្រាប់ពេលខ្ញុំខ្ចប់ហើយបងប្អូនកុំភ្លេចខ្លាញ់ណាបងប្អូនពេលបងប្អូនខ្ចប់បងប្អូនត្រូវប្រើខ្លាញ់ជាមួយនឹងម្សៅហើយស្លឹកចេកបងប្អូនត្រូវដាក់ខ្លាញ់ឲ្យរាងសើមច្រើនបន្តិចបងប្អូនកុំឲ្យពេលបងប្អូនស្ងោរទៅបកនំមកជាប់បងហើយពេលបងប្អូនខ្ចប់ហើយបងប្អូនត្រូវយកចំហុយនឹងកញ្ច្រែងចំហុយនេះបងប្អូនដាក់ខ្ទះទឹកដាំឲ្យពុះហើយចាំបងប្អូនដាក់ហ្នឹងហើយបងប្អូនដាក់ដាំទឹកឲ្យពុះចេះមកហើយបងប្អូនចាំដាក់នំចូលហើយពេលដែលបងប្អូនដាក់នំរៀបពេញមកកញ្ច្រែងហ្នឹងបងប្អូនត្រូវចំអិនប្រហែលខ្ទង់តែ25បើសិនជាបងប្អូនដាក់ច្រើនបងអាចដាក់ដល់កន្លះម៉ោងអីចឹងបានតែសម្រាប់ខ្ញុំដាក់តែ25នាទីទេបង